ទៅករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ2គ្រឿងជិះលឿនដូចគ្នាបុកគ្នាពេញទំហឹងបណ្ដាលរងរបួសធ្ងន់3នាក់គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នារងរបួសធ្ងន់3នាក់នៅមុខស្ថានីយ៍ប្រេងឥន្ធនៈ BVM នៅផ្លូវលេខ1986ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌហ្វេនហ្វុកកាលពីវេលាម៉ោង 12:50 នាទីរំលងអត្រាចិញ្ចោថ្ងៃទី 20 មីនាសាកសីឃើញហេតុការណ៍បានដឹងថាម៉ូតូឌូកពណ៌ខ្មៅលាយសជិះពីអ្នកធ្វើដំណើរពីលេខទៅកើតចំណែកម៉ូតូ FEM 125 013 ពណ៌ខ្មៅជិះម្នាក់ឯងពីកើតទៅលិចហើយមកដល់ចំណុចខាងលើម៉ូតូទាំងពីរគ្រឿងជិះលឿនដូចគ្នាហើយជិះនៅកណ្ដាលផ្លូវដូចគ្នាទៀតបណ្ដាលឲ្យបុកគ្នាពេញទំហឹងរងរបួសធ្ងន់ទាំង3នាក់ចាទាំងម៉ូតូ2គ្រឿងនឹងខ្ទាតចេញពីគ្នាជាង10ម៉ែត្រហើយក្រោយពេលដែលកើតហេតុអ្នករងរបួសចាធ្ងន់ត្រូវយន្តសង្គ្រោះបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនចំណែកម៉ូតូ2គ្រឿងសមត្ថកិច្ចក៏វាស់វែងយកទៅដោះស្រាយនៅខណ្ឌហ្វេនហ្វុកចាករណីមួយទៀតចេញពីហូបការស្រវឹងខ្លាំងពេកវង្វេងផ្លូវទៅផ្ទះបរោះម្នាក់នឹងវ័យគាត់ជាង40ឆ្នាំស្រវឹងខ្លាំងពេកចាពេលដែលចេញពីហូបការនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ារកផ្លូវទៅផ្ទះនៅខេត្តកណ្ដាលគឺអត់ឃើញដួលដេកនៅតាមផ្លូវចាកាលពីម៉ោង 9:30 នាទីយប់ថ្ងៃទី 19 មីនានៅចំណុចមុខផ្សារនិមាផ្លូវលេខ231សង្កាត់ផ្សារដំកខណ្ឌទូកងហើយប្រភពព័ត៌មានពីហ្វាច់ញាតឲ្យដឹងថាមុនពេលដែលកើតហេតុនោះបរោះម្នាក់ហ្នឹងក៏ជិះម៉ូតូ FEM 125 008 ពណ៌ខ្មៅទើបនឹងចេញពីហូបការនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាធ្វើដំណើរពីជើងទៅត្បូងត្រឡប់ទៅផ្ទះវិញនៅខាងក្រុងតាខ្មៅចាំមកដល់ចំណុចខាងលើស្រវឹងខ្លាំងពេកវង្វេងវ័នខ្លាំងចាតុបដៃចកោតលែងជាប់បណ្ដាលឲ្យគាត់ដួលនៅអង្គុយចាមិនដឹងថាបណ្ដាលឲ្យគាត់ដួលហើយក៏នៅអង្គុយមិនដឹងថាទៅណាមកណាទេព្រោះថារកផ្លូវទៅផ្ទះនោះមិនឃើញតើតែទូរស័ព្ទហៅហ្វាច់ញៀនមកទទួលត្រឡប់ទៅផ្ទះវិញបាទនឹងហើយបងធ្វើចឹងទៅបើថាដឹងថាទៅមិនរួចហើយនៅសម្រាប់ទៅឬហើយហៅមិត្តភ័ក្តិឬក៏បងប្អូននៅផ្ទះហ្នឹងឲ្យគេមកទទួលទៅកុំឲ្យគ្រោះថ្នាក់កើតឡើងសម្រាប់ខ្លួនយើងចា៎បាទធ្វើម៉េចទេបើថាទៅការម្ដងគឺជួបជុំសាច់ញាតិមិត្តភ័ក្តិដែលបែកគ្នាហ្នឹងជាថាដាច់ផ្ងាតងមែនចា៎ដាច់មួយសុខភាពហ្នឹងបាទអញ្ចឹងសិនជាបើយើងគិតមួយទៀតថាបើថាជួបក៏ជួបមិត្តភ័ក្តិឲ្យសប្បាយប៉ុន្តែដាក់ទៅកម្រិតរបស់យើងថាប៉ុណ្ណឹងអាចទប់ខ្លួនឯងបានបាទអាចទប់ខ្លួនឯងបានប៉ុណ្ណឹងបានហើយបាទអញ្ចឹងសូមអធិស្ឋានជាមួយមិត្តភ័ក្តិទៅបាទទោះបីបខំយ៉ាងណាក៏ដោយប៉ុន្តែលីតរបស់យើងគឺពេញហើយត្រឹមហ្នឹងបាទអាហ្នឹងយើងដាក់អញ្ចឹងណាបាទធម្មតាទេមិត្តភ័ក្តិយើងថាទៅអំបីណាដាច់វាចឹងបាទហើយរកកន្លែងសម្រាប់អីសូលបួលកុំបាច់ចាំជិះអីបងណាដូចជាអ្នកខ្លះគាត់មានឡានគាត់ឈប់ឡានដេកក្នុងឡានបើកម៉ាស៊ីនជែកយ៉ាងទៅប៉ុន្តែកុំភ្លេចឡុកសោបាទឡុកសោផងខេឡូក្រុមភេទទី3នេះចូលទៅយកអីវ៉ាន់អស់ទៅបាទឲ្យប្រយ័ត្នចឹងផងចាចូលទៅករណីបន្តទៀតគឺម៉ូតូ FEM 125 បុកម៉ូតូ FTO រងរបួសធ្ងន់ម្នាក់អ្នករងរបួសស្រាលកិច្ចខ្លួនម៉ូតូ FEM 125 ជិះលឿនពេកទៅបុកនឹងម៉ូតូ FTO បណ្ដាឲ្យរងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូរងរបួសស្រាលរត់ចោលម៉ូតូនៅនឹងកន្លែងកាត់ហេតុកាលពីម៉ោង 11:40 នាទីយប់ថ្ងៃទី 19 មីនាចំណុចគល់ស្ពានដែកចំការដងផ្លូវលេខ 217 កែង 271 ភូមិរហ្វៃសង្កាត់ស្ទឹងមន្ជ័យខេត្តមានជ័យហើយប្រភពព័ត៌មានបានដឹងថាម៉ូតូ FTO ពណ៌ខ្មៅជាម្នាក់ឯងតាមផ្លូវលេខ 271 ពីជើងទៅត្បូងចំណែកម៉ូតូ FEM 125 ពណ៌ខ្មៅជាម្នាក់ឯងពីត្បូងទៅជើងក្នុងទិសដៅច្រាស់គ្នាហើយមកដល់ចំណុចខាងលើម៉ូតូទាំងពីរគ្រឿងបើកលឿនដូចគ្នាហើយម៉ូតូ FTO បត់ឆ្វេងស្រាប់តែម៉ូតូបង្កជិះទៅបុកបណ្ដាលឲ្យអ្នកបើកម៉ូតូ FTO រងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូបង្កនោះរងរបួសស្រាលប្រុងលើកម៉ូតូជិះរត់ប៉ុន្តែខូចខាតផ្នែកខាងមុខជិះអត់រួចចាបានកិច្ចខ្លួនទៅក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវហ្វាច់ញៀតដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូពីរគ្រឿងសមត្ថកិច្ចវាស់វែងទៅដាក់ខណ្ឌមានជ័យចាករណីមួយទៀតស្រវឹងហ្វ្រាជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ទៅបុកនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលរងរបួសធ្ងន់2នាក់រងរបួសធ្ងន់2នាក់ខណៈដែលម៉ូតូមួយគ្រឿងបើកយឺតប៉ុន្តែម៉ូតូបង្កជិះបញ្ច្រាស់ទិសដៅចរាចរណ៍ទៅបុកពេញទំហឹងបណ្ដាលឲ្យដួលនៅជ្រមុះជ្រូកក្បាលថ្នល់តាមមហាវិថីព្រះមនីវង្សសង្កាត់ផ្សារដើមស្កូវខណ្ឌចំការមនកាលពីវេលាម៉ោង 12:10 នាទីរំលងអត្រាចិញ្ចោថ្ងៃទី 20 មីនាហើយប្រភពព័ត៌មានបានឲ្យដឹងថាម៉ូតូ FEM 125 ពណ៌ខ្មៅជាម្នាក់ឯងក្នុងទិសដៅពីកាតលេខចំណែកម៉ូតូ FEM 125 ពណ៌ខ្មៅមួយគ្រឿងទៀតជាបញ្ច្រាស់ទិសដៅចរាចរណ៍ពីលេខទៅកើតក្នុងស្ថានភាពស្រវឹង
hai chi lươn tiệt cha từ bốc mình đa ao đu rô robot thôn tàng phòng khang hay cài pe cài hai nè rô robot thôn từ dân phần cruise tới chia bán nơi clinic ai cái chốn và tôi pi kêu đại khôi khát phần mặt cách dược từ khăn chấm cà mòn cha làm bậy đập phải cha hay mà riêng tiệt này cứ cả rần ấy mai ao điệp ca cha phăng pha từ phạm mò cổ rốt chào tè bátក្មេងស្រីវ័យក្មេងម្នាក់ហ្វុកចិត្តរត់តាមហ្វាំងហ្វាគណៈដែរឪពុកម្ដាយផ្សំផ្គុំទុកឲ្យមានប្តីទាំងនាងមានហ្វាំងហ្វារួចទៅហើយចាហេតុការណ៍ហ្នឹងគឺធ្វើឲ្យឪពុកម្ដាយខ្មាស់ញាតិមិត្តក្នុងភូមិងើបមុខមិនរួចកាលពីរសៀលថ្ងៃទី19មិនិនាស្ថិតនៅក្នុងភូមិចាព្រៃកំបុតសង្កាត់ចំចៅខណ្ឌពោធិ៍ហ្វេនជ័យយុវតីក្មេងខ្ចីត្រូវបានគេស្គាល់ឈ្មោះថាចរិយាអាយុទើបតែ16ឆ្នាំជាកម្មការិនីរោងចក្ររស់នៅផ្ទះល្វែងបរិយាសន្តិភាព2ភូមិដំណាក់ត្រយឹងសង្កាត់ចំចៅខណ្ឌពោធិ៍ហ្វេនជ័យមានហ្វងហ្វាឈ្មោះវិចិត្រអាយុ17ឆ្នាំជាកម្មកររោងចក្រក្បែរផ្ទះនារីខាងលើនិងមានស្រុកកំណើតនៅខេត្តកំពង់ចាមហើយប្រពន្ធព័ត៌មានបានដឹងថានារីខាងលើកាលពី2ខែកន្លងមកនាងធ្លាប់ចាក់ចោលផ្ទះបន្ទាប់ពីនាងបង្កើតស្នេហាជាមួយយុវជនខាងលើហើយឈានទៅដល់បបួលគ្នារត់ទៅស្នាក់នៅឯខាងខេត្តកំពង់សោមចាដោយសារតែចាខាងខេត្តប្រសេនុចាដោយសារតែភ្លើងស្នេហ៍ឆាប់ឆេះដោយភ្លើងចម្បើងចាបានតែមួយឆាបចាអ្នកទាំងពីររស់នៅហេហាលប្រៀបបីដូចជាចកអណ្ដែតក្នុងទឹកចៃដន្យត្រូវចាវាត្រូវវាយោចៃដន្យត្រូវវាយោផាយផាត់រហ្វាត់ចូលច្រាំងហើយបន្ទាប់ពីពង្រត់គ្នាអស់ចារយៈពេលមួយខ្យល់ទៅក៏បាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញហើយទោះបីជាកើតមានរឿងរ៉ាវអ្វីកាត់ឡើងចំពោះកូនស្រីយ៉ាងណាក៏ដោយនៅតែកាត់ទឹកមិនដាច់កាត់ហ្វាត់អត់បានចាណាមួយជៀសវាងកុំឲ្យខូចកុំឲ្យកូនស្រីហ្នឹងប្រព្រឹត្តនៅទង្វើបែបនេះទៅទៀតឪពុកម្ដាយហ្វាក់ហ្វូចិត្តកូនស្រីបើចង់បានប្តីឪម៉ែរៀបចំផ្សំផ្គុំមានគូស្រករព្រោះមានគេចូលស្ដីដណ្ដឹងពេលនោះកូនស្រីក៏មិនបានថាអីដែរហើយប្រពន្ធប្រភពបន្តទៀតថាមុនពេលកើតហេតុដែរនារីខាងលើបានរត់ចោលផ្ទះលើកនេះបន្ទាប់ពីនាងត្រូវបានឪពុកម្ដាយសួរចិត្តកូនស្រីរឿងឲ្យមានប្តីតែពិតមែនចាតែមិនមែនបរោះដែលនាងស្រឡាញ់ចាហើយក៏បបួលគ្នារត់ទៅបាត់ទោះជាមានអ្នកអង្វរយ៉ាងណាក៏ដោយចាបាទក្មួយស្រីណាដូចជានៅវ័យក្មេងណាបើតាមមើលទៅអញ្ចឹងទេបើសិនជាក្មួយស្រីយល់ពីទឹកចិត្តម្ដាយឪពុកគួរណាស់តែតាមកន្លងធွာអ្នកមានគុណទៅអីក្មួយស្រីអីបាទហ្នឹងធម្មតាទេឥឡូវវាដល់ថ្នាក់គេហៅថាអីនំចាប់ដើមធំជាងនាលហើយពីមុននំមិនធំជាងនាលទេឥឡូវនំធំជាងនាលហ្នឹងដូចជាគេបំបែកពាក្យដែលខ្ញុំធ្លាប់និយាយប្រាប់ទូទាំងជនឡងមកហ្នឹងស្រឡាញ់កូនមកតៅស្រឡាញ់ចៅមកថាំងដល់ឥឡូវគេបន្ថែមមួយទៀតស្រឡាញ់កូនមកតៅស្រឡាញ់ចៅមកថាំងស្រឡាញ់ស្រីមកតោនបាទឥឡូវថែមមកតោនទៀតឃើញទេអញ្ចឹងហើយបានជាវាទៅជាឥឡូវហ្នឹងនំវាធំជាងនាលបាទហើយដូចមិញនិយាយពីវាយូបោកមកខ្យល់បក់រំភើយមកអាហ្នឹងវាបើសិនជាយើងនិយាយពីស្នេហានៅក្នុងខែកដិកអាហ្នឹងវានឹកឃើញឃើញទេឧទាហរណ៍ដូចជាមាន2នាក់នោះគេស្នេហាគ្នាដែរតាមមាត់ទន្លេគេថាអូនឯងមើលណខ្យល់បក់រវិចហើយនឹងប្រៀបដូចជាបញ្ចាំងជាមួយនឹងពន្លឺព្រះច័ន្ទកំពុងតែចាំងទៅលើផ្ទៃទឹកផ្លេកមកឆាកំពុងតែហែលទាំងត្រីអញ្ចឹងទៅជាប់ទៅចឹងហ្នឹងបងណាមកឆាកំពុងតែហែលទាំងត្រីរីឯបាក់សាបាក់សៃកំពុងតែហែលទាំងសត្វមរគីកំពុងតែដោះទាំងដើមឈើចឹងទៅវាទៅអាហ្នឹងវាលងលូចទៅអាហ្នឹងវាស្នេហាវាអញ្ចឹងបើវាមិនអញ្ចឹងគេមិនហៅថាស្នេហាអើយវិញអញ្ចឹងបានថាវាសិតតែអ្នកឆ្លងកាត់ឯងបានវានិយាយចេញអញ្ចឹងឥឡូវសួរថាអ្នកណាមួយដែលមិនមានស្នេហាចាបាទប៉ុន្តែគាត់នៅវាស្នេហាខ្លះវាផ្អែមល្ហែមខ្លះវាទន់ភ្លន់ស្នេហាខ្លះវារឹងកញ្ញង់អញ្ចឹងទៅដល់រឹងកញ្ញង់ទៅរឹងកញ្ញង់ជាប់ខ្នោះវិញបាទមិនមែននិយាយនេះដើម្បីលើកទឹកចិត្តឲ្យក្រុមយុវវ័យក្រុមយុវជនរបស់យើងភ្លឿនវ័យរកឆាប់រកស្នេហានៅពេលដែលយើងកំពុងតែមិនទាន់ចប់ការសិក្សានោះទេបាទសូមឲ្យគិតឡើងវិញក្មួយយុវជនទាំងអស់ហើយដល់ពេលទៅលោកពូនិយាយចឹងទៅថាអាងពូឯងឆ្លងកាត់ហើយទៅចឹងទៀតហើយខ្លាចគិតអញ្ចឹងឯង
ពូឆ្លងកាត់អស់ហើយចឹង បានន័យថា ពូតតែចប់ឯកិច្ចការសិក្សាចឹងទៅបានពូបន្តពូមានតាំងពីអាយុមានស្នេហាតាំងពីអាយុ18 តែគាត់នឹងលួចស្រឡាញ់គេទៅបើវាអត់ទៅណា ក៏ប៉ុន្តែគាត់និយាយចឹងវាត្រូវហេតុផលសម្រាប់គាត់តែសម្រាប់ចាមនុស្សចាស់វិញគាត់ថាមកពីគាត់ធ្លាប់ឆ្លងកាត់ហើយបានគាត់ដឹងថាវាយ៉ាងម៉េចហ្នឹងណាចាបានហាមថាកូនកុំឲ្យប្រព្រឹត្តអំពើអ្វីដែលវាខុសនឹងកន្លងចាចាបាទហើយខាងខ្ញុំនោះខ្ញុំជាទូទៅកាលពីនៅរៀនអនុវិទ្យាល័យចេះស្រឡាញ់គេប៉ុន្តែខ្លាចមិនបើថាស្រឡាញ់បុគ្គលកហ្នឹងឃើញបុគ្គលកហ្នឹងដើរមកតាមផ្លូវហ្នឹងខ្ញុំរត់គេចទៅកណ្ដោះអញ្ចឹងអាហ្នឹងនិយាយបើកគេខ្លួនឯងតិចទៅហ៎នៅលាក់ទៅស្អីឲ្យក្មួយដឹងតិចបរហាគេខ្លួនឯងតិចហើយcònនៅរៀនកំពង់ស្ពឺវិទ្យាល័យហ្នឹងcònហ្នឹងខាងពេភ្នំគេធ្វើស្ពានយូលពេភ្នំបាទមិនទាន់ធ្វើទេcònហ្នឹងនោះអញ្ចឹងកន្លែងនោះវាមានដើមឈើច្រើនយើងទៅលេងពេលអញ្ចឹងទៅចិត្តចូលឆ្នាំទៅបោះអង្គុញហ្នឹងទៅបាទឥឡូវចិត្តដល់ពេលបោះអង្គុញចាប់បោះអង្គុញពីពេលឥឡូវឥឡូវខ្ញុំឃើញដូចជាចាប់ដើមរំបដាហើយមុខរោងចក្រមុខផ្ទះអីដាក់បដាតែគ្រាន់តែកុំឲ្យវាយគ្នាដោយសារតែរឿងធុងបាសណាបាទសប្បាយចុះសម្រាប់ចូលឆ្នាំថ្មីឆ្នាំនេះប៉ុន្តែលើថាឆ្នាំថ្មីឆ្នាំហ្នឹងគឺដូចជាទេវតាស្លូតទេបាទវាត្រូវចដូនមួយខ្ញុំព្រោះនៅចិត្តស្ទឹងជ័យទេវតាហ្នឹងអញ្ចឹងលួចស្នាក់នៅផ្ទះសំណាក់នៅចិត្តស្ទឹងជ័យទេវតាដឹងទេបាទតើឥឡូវចាដូចជាខ្ញុំបានពី3រឿងមិញបាទបានពី3រឿងខាងនោះម្ដងណាបាទឥឡូវខាងខ្ញុំចានៅខាងនេះតើបញ្ចប់សាច់រឿងមួយខ្ញុំបញ្ចប់សាច់រឿងមួយនៅខាងក្រុងបរសេនុចាបាទសក្តិមើលរូបភាពខាងក្រុងបរសេនុព្រូឡានដឹកអស់ម្នាក់នឹងស្លាប់ដោយសារតែរថយន្តថយក្រោយកិនបែកក្បាលបាទនេះនៅខាងក្រុងព្រះសីហនុទេជាករណីគ្រោះថ្នាក់ចរាចរណ៍នេះការថយក្រោយដោយមិនបានមើលក្រោយដូចជាមាននៅក្នុង YouTube ខ្ញុំធ្លាប់ឃើញលពុកថយឡានអត់ដឹងកូននៅពីខាងក្រោយបាទអញ្ចឹងដល់កូនដើរមើលក្រោយមើលវាអត់ឃើញកូនទាទូចផងកាន់លឹបបាទតែថ្ងៃមុនម្ដាយមិននៅចំចៅពុទ្ធបដិសារីម្ដាយកាន់កូនខ្លួនឯងបាទឥឡូវមើលសាច់រឿងនៅក្រុងបរសេនុសាលាចាគឺព្រូឡានម្នាក់ហ្នឹងគាត់បានស្លាប់នៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី19មិនិនានៅចាក្រោយពីរថយន្តរបស់ខ្លួនថយក្រោយកិនចំក្បាលខណៈដែលព្រូឡានម្នាក់នោះអោនយកកំណល់ចេញពីកង់ឡានខ្លួនឯងខាងក្រោយចាឡានខ្លួនឯងងាប់មកចាយោងតាមការឲ្យដឹងពីសមត្ថកិច្ចឲ្យដឹងថាចាហេតុការអកុសលនេះគឺបានកើតឡើងនៅផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិ2ឃុំអូត្រេះថ្មីស្រុកស្ទឹងហាវខេត្តព្រះសីហនុតាំងពីព្រលឹមថ្ងៃទី19ខែមិនិនាកន្លងទៅនេះដោយសារតែរថយន្តកូរ៉េ1តោនកន្លះនោះគឺជាកម្មសិទ្ធិរបស់ឈ្មោះថោងស្រីលក្ខអាយុភេទស្រីដែលបើកបរដោយឈ្មោះចេងសរមបានថយក្រោយហើយភ្លេចមើលព្រូរថយន្តដែលអោនយកកំណល់ចេញចាទើបបណ្ដាលឲ្យកិនចំក្បាលរងរបួសធ្ងន់និងបានស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកចំការជែកចាហើយជនរងគ្រោះមានឈ្មោះអៃលក្ខណាភេទប្រុសអាយុ20ឆ្នាំស្រុកកំណើតនៅភូមិស្វាយផ្អែនឃុំបឹងសាឡាងខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតហើយជនរងគ្រោះត្រូវបានគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុអះអាងថាបានស្លាប់មុនពេលដែរបញ្ជូនមកដល់មន្ទីរពេទ្យចាបាទនេះដោយសារតែគាត់អោនយកកណល់ចាហើយអោនយកកណល់ហើយអ្នកតកងឡាននោះបើកចាបើកថយក្រោយបើកអត់ទាន់បានសួរគ្នាតែចេញហើយនៅចាអូអញ្ចឹងទៅឃើញទេអត់បានចាប់អារម្មណ៍អញ្ចឹងឃើញទេបាទរឿងថយក្រោយឡាននេះទៅបើសិនជាយើងរៀនច្បាប់បើកបរបានដឹងថាឡានរបស់យើងមុនពេលដែលយើងចាប់ផ្ដើមចេញគឺយើងត្រូវដើរជុំវិញឡានចាមកជុំបាទដើរជុំវិញមើលជុំវិញឡានជួនកាលបើអត់មនុស្សក៏មានឆ្កែដែរចាឡាច់ជាប់បាទនេះច្បាប់ឡានអញ្ចឹងបាទឥឡូវនៅខេត្តបរសេនុដដែលទេទូកដឹកភ្ញៀវទេសចរ
នៅកោះរងបុកគ្នាជាមួយនឹងទូកនេសាទត្រីសាម៉ុង អូ បាទនេះនៅខាងក្រុងប្រសេនុដែរមនុស្ស2នាក់និងម្នាក់ជាអ្នកបើកបរទូកនេសាទត្រីកាម៉ុងនិងកម្មករម្នាក់ទៀតហែលទឹកត្រូវស្រង់ជួយស្រង់បានភ្លាមមកវិញបាទបន្ទាប់ពីទូកដឹកភ្ញៀវទេសចរបរទេសម្នាក់ទៅកោះរងមួយគ្រឿងដែលជារបស់ក្រុមហ៊ុនជនបរទេសឈ្មោះ Suba Nation Diving Center បានបើកបុកគ្នាជាមួយនឹងទូកនេសាទត្រីកាម៉ុងកន្ទុយវែងបណ្ដាលឲ្យទូកនេសាទត្រីកាម៉ុងលិចនិងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនប៉ុន្តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសបាត់បង់អាយុជីវិតនោះទេហើយករណីគ្រោះថ្នាក់ចរាចរណ៍លើដែនទឹកនេះបានកើតឡើងនៅលើដែនសមុទ្រត្រង់ចំណុចចន្លោះកោះពុះនិងកោះដៃគោលនៅវេលាម៉ោង 8 ព្រឹកកាលពីថ្ងៃទី 19 ម្សិលមិញខណៈដែលគេកំពុងតែធ្វើដំណើរដូចគ្នាបាទនេះគឺគ្រោះថ្នាក់ចរាចរណ៍នៅលើទឹកម្ដងបាទបើយោងឲ្យតាមឲ្យដឹងពីមន្ត្រីនគរបាលបានឲ្យដឹងថាជនអ្នករងគ្រោះឈ្មោះឈុនឡាយភេទប្រុសអាយុ 45 ឆ្នាំមានមុខរបរជាអ្នកនេសាទនិយាយថានៅថ្ងៃកើតហេតុកាលលើកូនគាត់ម្នាក់ទៀតឈ្មោះលីអាយុ 35 ឆ្នាំកំពុងតែនេសាទវាយមងត្រីកាម៉ុងនៅចំណុចក្បែរកោះដៃគោលក៏ស្រាប់តែមានទូកទេសចរមួយគ្រឿងបើកបរបុកពីក្រោយពេញទំហឹងតែម្ដងបាទអញ្ចឹងបានន័យថាទូកទេសចរដឹកទេសចរបរទេសហ្នឹងគឺទៅបុកទូកនេសាទត្រីកាម៉ុងបុកពីក្រោយនៅពេលដែលគាត់កំពុងតែរីមងបាទបុកពេញទំហឹងទៅធ្វើឲ្យខាងទូកខាងត្រីកាម៉ុងហ្នឹងកន្លាប់លិចនៅក្នុងតែម្ដងប៉ុន្តែជួយស្រង់បានទេអត់មានអ្នករងអត់មានអ្នកស្លាប់ទេបាទអរគុណទូទាំងនិជនឥឡូវនេះដល់ម៉ោងសម្រាប់ទៅហើយយើងដល់វគ្គចុងក្រោយផងដែរបាទអរគុណឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមក